ជាបឋមខ្ញុំកណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យក៏ដូចជាធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចារ្យជាទីសក្ការៈមួយវិញទៀតក៏សូមធ្វើសេចក្តីគោរពចំពោះលោកគ្រូធម្មចារ្យជាទីគោរពក្នុងគណៈនេះខ្ញុំកណាខ្ញុំបាទសូមអនុញ្ញាតដើម្បីធ្វើការសិក្សាបន្តអំពីធម៌ដែលព្រះសង្ឃតែងតែសូត្រនៅក្នុងពិធីបុណ្យដាពុស្តាដែលខ្ញុំកណាខ្ញុំបាទដាក់ថាត44គឺនៅក្នុងបិដកធម្មសង្កណីលេខ78និយាយអំពីពួកធម៌ជាកុសលកើតមានក្នុងសម័យនោះតើដូចម្ដេចក្នុងគណៈនេះខ្ញុំកណាខ្ញុំបាទក៏នឹងធ្វើការសិក្សាដល់អលោភៈអទោសៈអមោហៈអនភិជ្ជាអព្យាបាទសម្មាទិដ្ឋិហិរិនិងអតបៈដែលមាននៅទំព័រ166ចាប់ពីគ្នា231ដល់238ដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការសិក្សាស្រាវជ្រាវខ្ញុំកណាខ្ញុំបាទនឹងលើកអត្ថបទដើមនៅក្នុងបិដកទាំងស្រុងមកអានចែកជូនអស់លោកអ្នកស្ដាប់អលោភៈកើតមានក្នុងសម័យនោះតើដូចម្ដេចការមិនចង់បានការមិនជាប់ជំពាក់សេចក្តីមិនជាប់ជំពាក់ការមិនត្រេកអរខ្លាំងការមិនត្រេកត្រអាលសេចក្តីមិនត្រេកត្រអាលការមិនសម្លឹងចំពោះគឺអលោភៈជាកុសលមូលណាក្នុងសម័យនោះនេះអលោភៈកើតមានក្នុងសម័យនោះអទោសៈកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនខឹងការមិនប្រទុះសេចក្តីមិនប្រទុះការមិនព្យាបាទសេចក្តីមិនព្យាបាទគឺអទោសៈជាកុសលមូលណាក្នុងសម័យនោះនេះអទោសៈកើតមានក្នុងសម័យនោះអមោហៈកើតមានក្នុងសម័យនោះតើដូចម្ដេចបញ្ញាសេចក្តីដឹងសពសេចក្តីពិចារណាសេចក្តីជ្រើសរើសសេចក្តីពិចារណាធម៌ការកំណត់ការកត់សម្គាល់សេចក្តីកត់ត្រាភាពនៃបណ្ឌិតភាពនៃអ្នកឆ្លៀសភាពនៃអ្នកមានសេចក្តីជ្រះស្អាតភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់សេចក្តីគិតសេចក្តីយល់ធម្មជាតិដូចផែនដីធម្មជាតិកម្ចាត់កិលេសធម្មជាតិណែនាំធម្មជាតិឃើញច្បាស់សេចក្តីដឹងល្អសភាពដូចជាចន្លួញគឺបញ្ញាបញ្ញន្ទ្រីបញ្ញាពលៈសាស្ត្រាគឺបញ្ញាប្រាសាទគឺបញ្ញាពន្លឺគឺបញ្ញាអោភាសគឺបញ្ញាគ្រឿងឆ្លុះគឺបញ្ញារតនៈគឺបញ្ញាអមោហៈធម្មវិជ្ជយៈសម្មាទិដ្ឋិធម្មវិជ្ជយៈសម្ពោឆង្គៈជាអង្គនៃមគ្គរាប់បញ្ចូលក្នុងមគ្គណាក្នុងសម័យនោះនេះអមោហៈកើតមានក្នុងសម័យនោះអនភិជ្ជាកើតមានក្នុងសម័យនោះតើដូចម្ដេចការមិនចង់បានការមិនជាប់ជំពាក់សេចក្តីមិនជាប់ជំពាក់ការមិនត្រេកអរខ្លាំងការមិនត្រេកត្រអាលសេចក្តីមិនត្រេកត្រអាលការមិនសម្លឹងចំពោះគឺអលោភៈជាកុសលមូលណាក្នុងសម័យនោះនេះអនភិជ្ជាកើតមានក្នុងសម័យនោះអព្យាបាទកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនខឹងការមិនប្រទុះសេចក្តីមិនប្រទុះការមិនព្យាបាទគឺអទោសៈជាកុសលមូលណាក្នុងសម័យនោះនេះអព្យាបាទកើតមានក្នុងសម័យនោះសម្មាទិដ្ឋិកើតមានក្នុងសម័យនោះតើដូចម្ដេចបញ្ញាសេចក្តីដឹងសពសេចក្តីពិចារណាសេចក្តីជ្រើសរើសសេចក្តីពិចារណាធម៌ការកំណត់ការកត់សម្គាល់ការកត់ត្រាភាពនៃបណ្ឌិតភាពនៃអ្នកឆ្លៀសភាពនៃអ្នកមានសេចក្តីជ្រះស្អាតភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់សេចក្តីគិតសេចក្តីយល់ធម្មជាតិដូចផែនដីធម្មជាតិកម្ចាត់កិលេសធម្មជាតិណែនាំ
ធម្មជាតិឃើញច្បាស់សេចក្តីដឹងល្អសភាពដូចចន្លួញគឺបញ្ញាបញ្ញន្ទ្រីបញ្ញាពលៈសាស្ត្រាគឺបញ្ញាប្រាសាទគឺបញ្ញាពន្លឺគឺបញ្ញាអោភាសគឺបញ្ញាគ្រឿងឆ្លុះគឺបញ្ញារតនៈគឺបញ្ញាអមោហៈធម្មវិជ្ជយៈសម្មាទិដ្ឋិធម្មវិជ្ជយៈសម្ពោឆង្កៈជាអង្គនៃមគ្គរាប់បញ្ចូលក្នុងមគ្គណាក្នុងសម័យនោះនេះសម្មាទិដ្ឋិកើតមានក្នុងសម័យនោះហិរិកើតមានក្នុងសម័យនោះតើដូចម្ដេចត្រង់ដែលបុគ្គលខ្មាស់ដោយវត្ថុដែលគួរខ្មាស់ដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមកក្នុងសម័យនោះនេះហិរិកើតមានក្នុងសម័យនោះអតបៈកើតមានក្នុងសម័យនោះតើដូចម្ដេចត្រង់ដែលបុគ្គលតក់ស្លុតដោយវត្ថុដែលគួរតក់ស្លុតដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមកក្នុងសម័យនោះនេះអតបៈកើតមានក្នុងសម័យនោះការអាននៃសេចក្តីពួកធម៌ជាកុសលកើតមានក្នុងសម័យនោះតើដូចម្ដេចនៅបេដកលេខ78ត្រង់ទំព័រ166គ្នា231ដល់238របស់ខ្ញុំកណាខ្ញុំបាទក្នុងគណៈនេះក៏នឹងដល់ទីបញ្ចប់បាទសូមអរគុណ